ពេចចំរៀងព្រឹត្តព្រៀងតាមភ្លេងតាក់តែងរឿងរ៉ាវខ្លួនឯងខំប្រឹងប្រែងប្រជែងវាសនាកើតមកជាកូនអ្នកស្រែចំការមានក្តីប្រាថ្នាខ្លាចជាអ្នកចំរៀងរៀនមិនបានខ្ពស់ព្រោះតែក្រក្រៃចូលច្រៀងក្នុងវង់តន្ត្រីគ្រប់ទឹងទីបងហាសូសៀងថ្ងៃមួយដាក់ពីងប្រឡងចំរៀងហមជាតិមិនទៀងលោកពុកចាំងឋានចោលកូនឡើងលើឆាកសំពាំងនឹកគុណលោកពុកម៉ែនឹងអ្នកស្រុកនាំគ្នាមកគាំទ្រកូនមិនភ្លេចគុណទេយាយតាមីងមាបងប្អូនអង្គាប្រាំងកាំងផ្ទាល់ខ្លួនឲ្យខ្ញុំដល់វាំងចុងក្រោយចំរៀងបទនេះខ្ញុំច្រៀងអរគុណបើសិនគ្មានទ្រង់ស្នេហ៍ជនគាំទ្រខ្ញុំក៏គ្មានខ្ញុំឡើយពេលនេះខ្ញុំជាប់ជ័យលីភីហើយចំរៀងច្រៀងល្វើយល្វើយអោបងប្អូនអើយសូមផ្ញើខ្លួនផងសំពាំងនឹកគុណលោកពុកម៉ែនឹងអ្នកស្រុកនាំគ្នាមកគាំទ្រកូនមិនភ្លេចគុណទេយាយតាមីងមាបងប្អូនអង្គាប្រាំងកាំងផ្ទាល់ខ្លួនឲ្យខ្ញុំដល់វាំងចុងក្រោយចំរៀងបទនេះខ្ញុំច្រៀងអរគុណបើសិនគ្មានទ្រង់ស្នេហ៍ជនគាំទ្រខ្ញុំក៏គ្មានខ្ញុំឡើយពេលនេះខ្ញុំជាប់ជ័យលីភីហើយចំរៀងច្រៀងល្វើយល្វើយអោបងប្អូនអើយសូមផ្ញើខ្លួនផង